ដល់កូដទី3យើងមកសិក្សាទាក់ទងទៅនឹងការបង្ហាញផលិតផលដែលយើងបង្កើតមុខងារដើម្បីបង្ហាញ sale report ដែលប្រមូលផ្ដុំទៅដោយតម្លៃលក់សរុបនិង stock report ដើម្បីពិនិត្យមើលចំនួនទំនិញដែលនៅសល់ក្នុងឃ្លាំងនេះជាផ្នែកសំខាន់បំផុតដើម្បីឲ្យយើងអាចដឹងពីសកម្មភាពនៃការលក់ទាំងមូលនៅពេលដែលយើងធ្វើការលក់វាហើយយើងមានកន្លែង stock report ហ្នឹងដើម្បីធ្វើការ sale report និង stock report ដើម្បីមើលនៅលទ្ធផលចុងក្រោយនៃកម្មវិធីរបស់យើងអញ្ចឹងឥឡូវយើងមកធ្វើការសរសេរកូដទាំងអស់គ្នាហើយនេះគឺជាកូដចុងក្រោយអញ្ចឹងមកដល់កូដទី3នេះគឺយើងប្រើវា console.line នេះហើយ sale report នេះគាត់ឲ្យយើងបង្ហាញថានេះគឺជា sale report ហើយកន្លែងមានសញ្ញាដុល្លារពីខាងមុខនេះគឺយើងប្រើវាសម្រាប់ធ្វើការបង្ហាញតម្លៃសរុបដែលបានរក្សាទុកនៅក្នុង Appay ដែលមានឈ្មោះថា Grade Total មួយនេះអញ្ចឹងមកដល់កូដខាងក្រោមបន្ទាប់នេះគឺយើងប្រាប់ដូចគ្នាគឺ stock report ហើយយើងប្រើជាមួយនឹង for loop អញ្ចឹងកន្លែងយើងប្រើជាមួយ for loop ហ្នឹងគឺយើងចង់មានន័យថាដើម្បីរាប់នៅទំនិញមានន័យថាបើសិនជាយើងមានទំនិញចំនួនប្រមាណមិញទំនិញរបស់យើងចំនួន4អញ្ចឹងវារង្វិលជុំចំនួន4ដងបើសិនជាវាត្រូវអញ្ចឹងវាមាន in I ស្មើ0 I តូចជាងប្រដាក dot latch ហើយ dot lang ហើយ I បូកមានន័យថាវារង្វិលជុំចំនួន4ដងផលិតផលយើងបើសិនជាយើងមានផលិតផល5ដងវារង្វិលជុំចំនួន5ដងតែបើសិនជាវាខុស user គាត់ input ពុបsorry user គាត់ input ទៅវាខុសកន្លែងនៃចំនួន4ជុំហ្នឹងគឺអាចបញ្ចូលថែមទៀតបានទេអញ្ចឹងណាចំណែកឯ product កន្លែង product នេះ product ហើយ I នេះគឺយើងប្រើវាដើម្បីហៅទំនិញមានដូចជា laptop មានដូចជា mouse keyboard monitor អញ្ចឹងទៅដើម្បីហៅវាទៅតាមលេខរៀងនីមួយៗចុងក្រោយគឺយើងប្រើជាមួយ stock អញ្ចឹង stock ហ្នឹងគឺយើងហៅវាដើម្បីហៅចំនួន stock ដែលនៅសល់របស់ទំនិញបន្ទាប់មកយើងកន្លែងទាំងអស់ហ្នឹងគឺកូដហ្នឹងគឺអស់ហើយចឹងយើងអាចធ្វើការ run ហើយប៉ះនៅកូដដែលយើងបានធ្វើការបង្កើតនៅ3 step ហ្នឹងអញ្ចឹងគាត់នេះចុច run មកអញ្ចឹងវានឹងចេញតម្រងបែបនេះអានឹងធ្វើការជ្រើសរើសជាមួយ product ផលិតផលទី1ហើយបន្ទាប់មក quality វាចំនួន1ហើយនឹងជ្រើសរើសយកផលិតផលមួយទៀតដែលជាប្រភេទផលិតផលទី2ហើយផ្ដាច់ផលិតផលវាស្មើយក2ចុះម៉ៅតមកស្មើឡើងទិញស្មើ CSN មកអញ្ចឹងគឺវានឹងបង្ហាញតម្លៃ product ដែលយើងបានទិញសរុបទាំងអស់នេះវាមានជាមួយ laptop មានជាមួយ mouse ហើយ laptop ហ្នឹងមិញ10ឥឡូវ49ដល់ពេល mouse 48 50ឥឡូវ48ហើយ keyboard ហ្នឹងmonitor នេះវាអត់អស់ពី stock យើងអត់ទិញគឺវាអត់អស់ពី stock អញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកនរគ្នាដែលយកចិត្តទុកដាក់នឹងតាមដានវីដេអូពីដើមរហូតដល់ចប់សូមអរគុណ